កូនគឺជាហេតុផលនៃការតស៊ូគ្រប់យ៉ាងក្នុងជីវិតឪពុកម្ដាយគ្រប់រូបកូនគឺជាមូលហេតុនៃអ្វីៗគ្រប់យ៉ាងពួកគេគឺជាហេតុផលដែលធ្វើឲ្យឪពុកម្ដាយគ្រប់រូបក្រោកឡើងសូម្បីតែនៅក្នុងពេលព្រឹកព្រលឹមខ្លះដែលមានអារម្មណ៍ថាខ្លួនឯងលែងមានកម្លាំងកំហែងអ្វីសេះសល់ក៏ដោយនៅពេលដែលជីវិតមានអារម្មណ៍ថាធ្ងន់ធ្ងរមានសម្ពាធខ្លាំងពួកគាត់ផ្ដល់កម្លាំងចិត្តឲ្យយើងជាឪពុកម្ដាយតាមរយៈការមានវត្តមានរបស់ពួកគេនៅក្នុងថ្ងៃដ៏លំបាកបំផុតនៅពេលដែលម្ដាយឪពុកហត់នឿយតានតឹងនិងអស់ថាមពលពីខ្លួនប៉ុន្តែបានឃើញកូនរំលឹកអំពីអ្វីដែលសំខាន់ពិតប្រាកដនៅក្នុងជីវិតនៅពេលដែលម្ដាយឪពុកបានឮសំឡេងសើចរបស់កូននៅពេលដែលបានឃើញស្នាមញញឹមរបស់កូនភ្លាមនោះអ្វីគ្រប់យ៉ាងក៏ប្រែជាមានអារម្មណ៍ថាស្រាលស្រឡះពួកគេមិនមែនគ្រាន់តែជាកូនសម្រាប់ម្ដាយឪពុកទៀតនោះទេប៉ុន្តែពួកគាត់គឺជាការលើកទឹកចិត្តជាគ្រឿងរំលឹកឲ្យម្ដាយឪពុកបន្តដំណើរទៅមុខនៅពេលដែលការបោះបង់វាហាក់ដូចជាមានភាពងាយស្រួលជាងជាចំណែកនៃពន្លឺដ៏តូចនៅក្នុងថ្ងៃដ៏ខ្មៅងងឹតរបស់ឪពុកម្ដាយគ្រប់រូបកូនប្រហែលជាមិនតែងតែដឹងខ្លួនពីរឿងនេះទេប៉ុន្តែពួកគេបានផ្ដល់គោលបំណងនៃជីវិតដល់ឪពុកម្ដាយតាមរបៀបដែលពាក្យសម្ដីមិនអាចពណ៌នាបានឡើយទោះបីម្ដាយឪពុកនឿយហត់ខ្លាំងប៉ុណ្ណាទោះបីជាជីវិតប្រែជាលំបាកយ៉ាងណាក៏ដោយពួកគាត់នឹងនៅតែបន្តធ្វើវាដើម្បីកូនជានិច្ច